លោកពូម្នាក់ហ្នឹងគាត់គឺជាអ្នកយាមទឹកបាទបងប្អូនទាំងគ្នាហើយគាត់យាមកន្លែងបន្លែហ្នឹងអត់ឲ្យគេបោះហូរទឹកហ្នឹងចូលស្រែគេគាត់បានបោះហូរចូលស្រែគាត់បាទហើយបុរសម្នាក់ហ្នឹងគាត់ក៏បានលួចយកចបហ្នឹងកាយបោះហូរចូលក្នុងស្រែគាត់ចឹងណាហើយបុរសម្នាក់ហ្នឹងគាត់ដេកពេកបាទហើយពូប៉ូលីសម្នាក់ហ្នឹងគាត់ដេកលក់ហើយគាត់មិនដឹងទេបងប្អូនទាំងគ្នាបុរសម្នាក់ហ្នឹងគាត់ក៏បានកាយបន្លែហ្នឹងបាទបោះហូរទឹកហ្នឹងឲ្យចូលកន្លែងស្រែគាត់បាទ ចាំមើលទៅទៀតគាត់នឹងភ្ញាក់ផ្អើលបាទចាំបុរសម្នាក់ហ្នឹងកាយរួចគាត់នឹងភ្ញាក់ផ្អើលគាត់ថាទឹកមិនក៏ហូរទៅតាមនឹងវិញបាទហូរមិនកើតបើមានមនុស្សកាយផងហ្នឹងអេអត់អីទេគ្រាប់នៅគ្រាប់តាពងខ្ញុំនៅគ្រាប់តាចឹងបាទបងប្អូនគ្នាហ្នឹងហើយបុរសម្នាក់នោះគាត់កំពុងតែលឹបលើនៅកន្លែងស្រោនណាហើយបុរសម្នាក់ហ្នឹងក៏បានឃើញបាទគាត់ក្លែកទៅមើលបានឃើញបាទទៅទៀតចាំមើលគាត់រអ៊ូម្នាក់ឯងហើយកាប់ផ្ដៅរអ៊ូផ្ដៅអូយហត់ណាអញ អត់បានទេអូឃើញឃើញអូអូឯពួននេះបងប្អូនបាទគាត់សុំវល់បាទគាត់សុំវល់ថាអីកុំបាញ់ខ្ញុំអីខ្ញុំអឺតុបឲ្យបាទតុបឲ្យកុំបាញ់ខ្ញុំអីខ្ញុំតុបឲ្យបាទគាត់បានតុបវិញបាទកាប់ដីតុបហើយគាត់រត់ល្បិចបាទរត់បាត់បងប្អូននេះគាត់រត់ហើយបងប្អូនបាទហើយបុរសនេះគាត់មិនដឹងយ៉ាងម៉េចបាននៅសុកគាត់ក៏បានវាយពីក្រោយបុរសម្នោះហើយគាត់លូនចូលទៅក្នុងប្រឡោះហ្នឹងហើយបុរសម្នេះក៏បានឡើងទៅលើបំពង់រស័យបាទហើយបុរសម្នេះក៏បានគាត់ថាទៅណាបាត់ហើយអត់ឃើញបាទតែប៉ិតនៅលើសោះបងប្អូនចាំមើលសកម្មភាពតទៀតបាទហើយបុរសម្នាក់នេះគាត់កំពុងតែធ្វើស៊ីបាទអ្នកលក់ឪឡឹកបាទបុរសម្នាក់ហ្នឹងបានលក់ឪឡឹកបាទគាត់អត់ដឹងទេគាត់តែហៅគេទិញបាទហើយបុរសម្នាក់ហ្នឹងគាត់លួចចាក់ឪឡឹករបស់គាត់ហ្នឹងបោះហូរចូលក្នុងកធុនបងប្អូនទាំងគ្នាមានបណ្ដាលទឹកឪឡឹកណាច្រើនដល់ថានឹងទេបងប្អូនបាទនេះបងប្អូនច្រើនដល់ហើយបុរសនេះក៏បានឃើញបាទថាអញអូគេធ្វើស៊ីបាត់ហ្នឹងអត់ដឹងទេនោះអីអ្នកលក់ឪឡឹកបាទដឹងទេគេធ្វើស៊ីបាទហើយគាត់បងតេបាទតែហើយមានឯបុរសហ្នឹងក៏បានចេញទៅហើយបងប្អូនទាំងគ្នាហើយគាត់ប្រាប់ថានេះឃើញគេលួចឪឡឹកអត់ឃើញគេលួចភ្នែកហ្នឹងមិនភ្នែកអត់មើលទេភ្នែកនេះឃើញទេគេចាអញ្ចឹងណា ហ្នឹងហើយភ្នែកហ្នឹងអត់មើលទេភ្នែកបាទហើយគាត់ដេញតាមបាទដេញតាមឪឡឹកហ្នឹងមានអីបរិសុទ្ធហ្នឹងក៏បានយកឪឡឹកហ្នឹងតិចបាទតែប៉ិតល្បិចគេបងប្អូនគ្នាល្បិចពួកគាត់បាទហ្នឹងហើយបងប្អូនទាំងគ្នាល្បិចបាទតែប៉ិតអាហ្នឹងគឺជាក្រុមចៅទេបងប្អូនបាទក្រុមចៅមិញបាទដើម្បីលួចបាទឪឡឹកហ្នឹងហើយគាត់យកបោកខ្ទេចបងប្អូនអូចាប់ហើយលួចអស់នេះបងប្អូនចាំមើលភាពបន្តវាទៅជាយ៉ាងណាបងប្អូនបាទ នេះបុរសម្នាក់នេះគាត់កំពុងតែញ៉ាស្រែបាទញ៉ាសុកអត់បានមើលថាគេនឹងលួចកាបូបរបស់គាត់អញ្ចឹងណាគាត់កំពុងតែទៅសង្សារគាត់ញ៉ាសុកមានអីបាទបុរសម្នាក់ហ្នឹងក៏បានយកកាបូបគាត់ដាក់ក្នុងកធុនហ្នឹងបាទហើយគាត់ចូលទៅក្នុងហ្នឹងឲ្យគេចងកធុនហ្នឹងដើម្បីលើកបងប្អូននេះមានអីបាត់ហើយបងប្អូន